រស់ម្នាក់បានដឹងដោយចៃដន្យថាប្រពន្ធដែលស្លាប់60ឆ្នាំហើយបែរជានៅរស់ខ្លួនខំនៅមេម៉ាយ60ឆ្នាំតែនាងបែរជាមានប្តីថ្មីជាអ្នកបើកបរហើយមានកូនចៅពេញទេពេលនេះទើបគាត់ដឹងថាគ្រោះថ្នាក់ធ្លាក់ពីលើភ្នំកានោះគឺជារឿងคล้ายៗខ្លួនឯងត្រូវគេបោកថែមទាំងផ្ទេរភាគហ៊ុនឲ្យបងប្អូននាងហើយផ្ញើលុយឲ្យពួកគេ5លានរាល់ខែមិននឹកស្មានថាស្នាដៃរបស់ខ្លួនคล้ายជាទ្រព្យឲ្យពួកគេសោយសុខចំណែកខ្លួនឯងបានត្រឹមតែរាងកាយទ្រុឌទ្រោមពេលគូស្នេហ៍ចង្រៃដឹងថាគាត់ជិតស្លាប់ក៏ចង់លេបយកក្រុមហ៊ុនរបស់គាត់ទាំងអស់ពីបែបនេះបុរសនោះខឹងឡើងហើយត្រូវពួកគេធ្វើបាបរហូតដល់ស្លាប់ប្រហែលព្រះជាម្ចាស់ទ្រាំមិនបានក៏ឲ្យបុរសនោះចាប់ជាតិជាថ្មីត្រឡប់មកថ្ងៃដែលប្រពន្ធខ្លាញ់បន្លំថាស្លាប់ប្រពន្ធទើបនឹងស្លាប់បងប្អូនស្រីទាំងពីរក៏ប្រញាប់ឲ្យគាត់ចុះហត្ថលេខាផ្ទៃភាគហ៊ុនបើបានរស់ឡើងវិញហើយគាត់នឹងមិនធ្វើជាមនុស្សល្ងងទៀតទេដូច្នេះរឿងដំបូងដែលគាត់ធ្វើគឺដកហូតភាគហ៊ុនប្រពន្ធទាំងអស់បើសិនជាងមកបានស្លាប់ហើយភាគហ៊ុននៅក្នុងដៃរបស់នាងត្រូវតែដកហូតទាំងអស់អ្នកណាលោកប្រធានយកសម្បត្តិមរណភាពរបស់សិនជីងមកទៅប៉ុស្តិ៍ប៉ូលីសជាមួយខ្ញុំដើម្បីលុបឈ្មោះនាងបាទលៀនឆនជីងមកទើបតែស្លាប់លោកចង់ដកភាគហ៊ុននាងវិញមិនមែនលោកគួរតែឲ្យពួកយើងទេមានដំណឹងពីក្រុមហ៊ុនភាគហ៊ុនរបស់សិនជីងមកត្រូវបានដកហូតទាំងអស់ឥឡូវជាកម្មសិទ្ធិរបស់លោកប្រធានហើយល្អណាស់នៅសល់តែការលុបឈ្មោះនាងចេញពីបញ្ជីទេនេះជាឯកសារទាំងអស់របស់ប្រពន្ធខ្ញុំនិងសម្បត្តិមរណភាពរបស់នាងសូមជួយចាត់ការឲ្យខ្ញុំផងនៅក្មេងសោះជាសិស្សសាលាល្បីទៀតហើយជាប្រពន្ធរបស់ត្រកូលឈូក្មេងស្រីម្នាក់នេះពិតជាសំណាងល្អគួរឲ្យស្ដាយនាងមិនស្ដាយទេនាងសុកចិត្តរត់តាមអ្នកបើកបរហើយខ្លែងបន្លំសម្បត្តិមរណភាពតែបែបនេះក៏ស្រួលខ្ញុំលុបឈ្មោះនាងដែរឲ្យនាងបាត់បង់អត្តសញ្ញាណលោកឈូសូមពិនិត្យព័ត៌មានប្រពន្ធលោកម្ដងទៀតបើលុបហើយមិនអាចយកមកវិញបានទេពិបាកចិត្តណាស់ហាំផ្ដិតត្រាឪពុកម្ដាយខ្ញុំបានយកក្មេងកំព្រា3នាក់មកមើលថែខ្ញុំទោះបីខ្ញុំរើសម្នាក់ជាប្រពន្ធតែខ្ញុំមិនដែលធ្វើបាបពីអ្នកទៀតទេតែពួកគេបែរជាដើម្បីអ្នកបើកបរម្នាក់រួមដៃគ្នាបោកប្រាស់ខ្ញុំបោកខ្ញុំអស់រយៈពេល60ឆ្នាំខ្ញុំផ្ញើលុយចូលកាន់នេះបងហើយបងជួយមើលថែអាយ៉នឲ្យពួកយើងផងប៉ុន្មានថ្ងៃទៀតពួកយើងទៅលេងគម្រោងថ្មីនោះជាគំនិតខ្ញុំគេមានចាប់អារម្មណ៍អីទេអត់ទេគេជឿពួកយើងណាស់មហាសេដ្ឋីម្នាក់កំពុងតែនៅក្នុងផ្ទះបាយធ្វើស៊ុបឲ្យយើងបងជួយថតរូបអាយ៉នឲ្យពួកយើងច្រើនផងពួកយើងនឹកគេណាស់លៀនឆនខ្ញុំនឹងជិះស៊ីទៅបរទេសដើម្បីគម្រោងអញឲ្យកណេឲ្យផ្ញើលុយឲ្យពួកយើងផងបានហត់នឿយហើយឃើញអីចូលចិត្តទិញនឹងចោះខ្ញុំជាអ្នកចេញលុយទាំងអស់តែពួកគេចាត់ទុកខ្ញុំជាមនុស្សល្ងងពេលនេះខ្ញុំបានឃើញច្បាស់ហើយបើគ្មានខ្ញុំគ្មានការការពារពីខ្ញុំពួកគេគ្រាន់តែជាក្មេងកំព្រាប៉ុណ្ណោះឈូលៀនឆនខ្ញុំបញ្ជាឯងហាមផ្ដិតត្រាសិនជីងស៊ីសិនជីងសួនពួកឯងត្រូវដឹងពីឋានៈរបស់ខ្លួនឯងពេលហៅខ្ញុំត្រូវប្រើពាក្យគួរសមពួកយើងចាត់ទុកលោកដូចបងប្អូនហើយអ្វីលោកប្រើសម្ដីបែបនេះបញ្ជាពួកយើងឈូលៀនឆនថ្ងៃនេះលោកកើតអីឬមួយការស្លាប់របស់ជីងមកធ្វើឲ្យលោកតក់ស្លុតខ្ញុំគិតយ៉ាងម៉េចត្រូវការប្រាប់ពួកឯងហើយពួកឯងគិតឲ្យច្បាស់ថាគួរហៅខ្ញុំថាម៉េចអ្នកប្រុសធំថ្ងៃនេះពួកយើងតច្រកទើបគាត់អ្នកប្រុសផ្ដិតត្រាទៅលោកឈូនេះសម្បត្តិមរណភាពប្រពន្ធលោកសូមលោកទទួលយកផងអរគុណមានរឿងអីនាងថាអត្តសញ្ញាណនាងត្រូវលុបជាប់នៅប្រលានយន្តហោះកុំបារម្ភពួកយើងនឹងរកវិធីតែនាងត្រូវមើលថែអាយ៉នឲ្យល្អកុំឲ្យគេពិបាកចិត្តអ្នកប្រុសធំលោកប្រកាសជាសាធារណៈគឺខ្ញុំឈូលៀនឆនប្រពន្ធស្លាប់ត្រូវប្រកាសរៀបការប្រពន្ធថ្មីជីងមកទើបតែស្លាប់លោកចង់រកប្រពន្ធថ្មីលោកចង់ឲ្យនាងស្លាប់មិនបិទភ្នែកមែនទេលោកគ្រាន់តែកើតក្នុងត្រកូលល្អចរិតអន់ជាងអ្នកបើកបរទៅទៀតក្រៅពីពួកយើងជាក្មេងកំព្រាលោកគិតថាមានអ្នកណាចង់រៀបការជាមួយលោកឯងឈួតហើយឬពាក្យខ្ញុំជាច្បាប់